រឿងនាងកែមភេនីក្របល្ងបន្តិចដោយយកសម្បត្តិក្នុងឋានសួគ៌បានក្នុងសម័យពុទ្ធកាលមានស្ត្រីម្នាក់មានកនៅក្នុងក្រុងរាជក្រឹសថ្ងៃមួយនាងមានចំណង់ចង់ផឹកប្រេងល្ងបានយកក្របល្ងទៅលាងទឹកហើយហាថ្ងៃដើម្បីបុកចម្រាញ់យកប្រេងកាលនោះព្រះបរមគ្រូជាម្ចាស់នៃយើងទ្រង់គង់នៅក្នុងវត្តចេតពុននៅក្រុងសាវត្ថីបានប្រមើលមើលឧបនិស្ស័យរបស់សាស្ត្រទ្រង់ធៀបថានាងកែមភេនីនឹងធ្វើមរណកាលក្នុងថ្ងៃស្អែកនេះហើយធ្លាក់ទៅកើតក្នុងនរកធំឈ្មោះអវិជ័យប៉ុន្តែបើបានឃើញតថាគតនឹងត្រឡប់ទៅកើតក្នុងឋានសួគ៌វិញលុះទ្រង់ជ្រាបដូច្នេះហើយក៏យកបាតហោះឯដល់អាកាសសំដៅទៅក្រុងរាជក្រឹសយាងទៅដល់ហើយទ្រង់និមន្តបណ្ឌបាតក្នុងទីក្រុងរៀងរៀបតាមមាគាដរាបដល់ផ្ទះនាងកែមភេនីពេលនោះនាងកំពុងហាលក្របល្ងលុះបានឃើញព្រះដ៏មានប្រភាហើយក៏ទ្រង់មានចិត្តសោមនស្សជ្រះថ្លាក្រាបថ្វាយបង្គំព្រះដ៏មានប្រភាទើបគិតថាអាត្មាអញបានវត្ថុអ្វីគួរសមនឹងថ្វាយដល់ព្រះសម្មាសម្ពុទ្ធមានតែក្របល្ងបន្តិចប៉ុណ្ណោះក្រៅពីក្របល្ងនេះចេញគ្មានអ្វីឡើយក៏ដូច្នោះហើយក៏កើបក្របល្ងពីកំប៉ុងយកទៅដាក់ក្នុងបាតព្រះសម្មាសម្ពុទ្ធទ្រង់ទទួលហើយធ្វើអនុមោទនាហើយក៏និមន្តហួសទៅលុះស្អែកឡើងនាងបានធ្វើមរណកាលទៅបានតកើតក្នុងវិមានមាសកម្ពស់12យោជន៍នាឋានត្រៃត្រង់បរិបូរណ៍ដោយទើបសម្បត្តិមានពន្លឺផ្សាយចេញអំពីរាងកាយមានស្រីទេអសរ1000ចោមរោមជាបរិវារថ្ងៃមួយព្រះមហាមោគលានថេរលោកនិមន្តទៅឋានត្រៃត្រង់ដើម្បីពិនិត្យមើលឋានភាពនិងលក្ខណៈសម្បត្តិរបស់ទេវតាបានឃើញនាងទេពតានោះហើយក៏សួរប្រវត្តិរបស់នាងបានថ្លែងប្រាប់ដោយសពគ្រប់ព្រះមហាមោគលានបានជ្រាបថានាងកែមភេនីជាស្ត្រីមានឧបនិស្ស័យខ្ពស់ទើបសម្ដែងអំពីអរិយសច្ចធម៌ឲ្យនាងស្ដាប់លុះសម្ដែងចប់នាងទេពតាព្រមទាំងបរិវារ1000ក៏បានសម្រេចដល់សោតាបដិផលព្រះមហាមោគលានក៏និមន្តមកថាមនុស្សវិញទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដំណើររឿងរ៉ាវរបស់នាងទេពតានោះថ្វាយព្រះសម្មាសម្ពុទ្ធជាទីសន្តាប់ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាមនាលមោគលានអ្នកមានឫទ្ធិរឿងនេះពិតណាស់តថាគតបានដឹងយូរហើយប៉ុន្តែគ្មាននរណាជាសាក្សីបានជាតថាគតមកសម្ដែងប្រាប់ដល់អ្នកទាំងឡាយលោកព្រះសម្មាសម្ពុទ្ធមានពុទ្ធដីកាដូច្នេះហើយក៏ទ្រង់សម្ដែងសរសើរអំពីអានិសង្សរបស់ទានជាភ័យយោភាពតទៅ